សួស្តីអ្នកនរគ្នាចឹងយើងបន្តតាក់ទងទៅនឹងការបង្កើតនៅname card ចឹងជាដំបូងសម្រាប់ការបង្កើតនៅ name card យើងអាចបង្កើតនៅnew document ហើយយើងដាក់ឈ្មោះname card ហើយសម្រាប់width នេះយើងយកចំនួន9ហើយសម្រាប់ height ខ្ញុំយក5.5 អូខេហើយសម្រាប់ artboard ខ្ញុំយក2ខ្ញុំបង្កើត artboard 2អញ្ចឹងអ្នកនរគ្នាអាចចុច create មកអូខេអញ្ចឹងបន្ទាប់ពីបានប៉ុណ្ណេះហើយខ្ញុំសូម copy style ដែលខ្ញុំចង់បង្កើតអញ្ចឹងខ្ញុំសូមទាញយកមកដាក់នេះអូខេអញ្ចឹងខ្ញុំសូម zoom វាទៅតិចខ្ញុំយកប៉ុណ្ណឹងហើយខ្ញុំបើកកន្លែង layer ខ្ញុំ lock ហើយខ្ញុំបង្កើត layer មួយទៀតអញ្ចឹងសម្រាប់ការធ្វើខ្ញុំមានជា color code ហើយនេះជាប្រវែង9 cm និង 5.5 អញ្ចឹងនេះជា logo ជា name card ដែលយើងចង់បង្កើតអញ្ចឹងជាដំបូងខ្ញុំសូមបង្កើតខ្ញុំសូមបិទ stroke ចោលនេះ stroke នេះខ្ញុំណាំវាហើយខ្ញុំជួយជា fill ហើយខ្ញុំប្រើ rectangle មួយគូអូខេខ្ញុំគូបែបនេះអញ្ចឹងខ្ញុំសូម copy វាទៅមួយទៀតខ្ញុំដាក់មកកន្លែងនេះអូខេអញ្ចឹងយើងចាប់ផ្ដើមគូ style បែបនេះអញ្ចឹងបន្ទាប់មកខ្ញុំសូម lock layer មួយទៀតហើយខ្ញុំបោក layer ទី3ហើយខ្ញុំបិទម្ដងទៀតអញ្ចឹងយើងអាច copy color layer នេះសិនក៏បានដែរខ្ញុំប្រើ eyedropper tool ខ្ញុំចុច click មួយអូខេអញ្ចឹងកន្លែងនេះក៏ដូចគ្នាដែរតោះមកខ្ញុំ lock layer ទី2ហើយខ្ញុំចូលនៅ layer ទី3អញ្ចឹងខ្ញុំចាប់ផ្ដើមគូស style នេះអញ្ចឹងខ្ញុំសូមគូសនៅក្នុង pen tool នោះទៅខ្ញុំប្រើ pen tool គូសអញ្ចឹងសូម change វាយកពណ៌ខៀវអញ្ចឹងខ្ញុំយកប៉ុណ្ណេះហើយខ្ញុំយកប៉ុណ្ណេះចុះអញ្ចឹងខ្ញុំសូម copy color របស់គេខ្ញុំយក color បែបនេះអញ្ចឹងជាក់ស្ដែងកន្លែងនេះកោងអញ្ចឹងខ្ញុំសូមចុចខ្ញុំ click មួយហើយខ្ញុំចាប់ទាញកោងចេះអញ្ចឹងកន្លែងនេះវាដោយមកយើងចុចទាញវាវិញទៅកន្លែងនេះកន្លែងនេះជាដើមព្រោះអ្វីដែលយើងចង់កោងគឺយើងចង់កោងទៅកន្លែងនេះទេអញ្ចឹងបន្តមកទៀតខ្ញុំចាប់ផ្ដើមគូសផ្នែកនេះអូខេអញ្ចឹងខ្ញុំអាចប្រើ pen tool គូសទៀតក៏បានដែរខ្ញុំប្រើ pen tool
chẳngបន្ទាប់ពីគ្នាយើងគូសបានម្ដងហើយគ្នាយើងអាចចូលទៅកាន់ gradient អូខេខ្ញុំចូលកាន់ gradient បែបនេះខ្ញុំសូមយកមុំ125ឬ145អូខេអញ្ចឹងខ្ញុំចាប់ផ្ដើមchange color ខ្ញុំចឹងខ្ញុំសូមតពណ៌ខ្មៅអាច copy color ខ្ញុំយក color នេះហើយសម្រាប់ពណ៌សនេះខ្ញុំយក color ពណ៌ខ្មៅនេះវាបែបនេះហើយបន្តមកចាប់ដើមគូសផ្នែកខាងក្រោមនេះផ្នែកនេះមួយទៀតចឹងយកផែនគូម្ដងទៀតចឹងខ្ញុំសូមគូសអានេះករណីយើងចង់បានយើងក្រាស់យើងអាចទាញចេញមកអូខេចឹងយើងចង់កន្លែងនេះយើងកោងចឹងយើងចុចcontrol ចុចយើង click វាមួយហើយយើងចាប់ទីវាចឹងបន្តមកទៀតកន្លែងសំឡុកខ្ញុំបង្កើត layer មួយទៀតខ្ញុំដាក់សម្រាប់ដាក់ text នេះចឹងខ្ញុំសូមដាក់ text ចឹងខ្ញុំទៅសេឈ្មោះខ្ញុំ Savin ដាក់ font ណាមួយស្អាតចឹងហើយយើងដាក់ Savin ចឹងហើយមាន position ខ្ញុំទាញមកមួយទូចនេះហើយដូរយក median ហើយ font យកតែ6ទេហើយខ្ញុំដាក់ position មកទីសាណាចឹងខ្ញុំដាក់ប៉ុណ្ណេះហើយខ្ញុំមានឆ្នោតពណ៌ចឹងខ្ញុំមានឆ្នោតមួយខ្ញុំសូមទាញវាបែបនេះតែខ្ញុំយក style ប៉ុណ្ណេះចុះអូខេចឹងខ្ញុំចង់ឡើងពណ៌ខ្ញុំប្រើ eye drop tool ខ្ញុំ click ពណ៌នេះមួយចឹងសម្រាប់ខ្ញុំ copy text មកខ្ញុំយកត្រឹម4មកហ្នឹងកន្លែងនេះអាចដាក់ស្មើមកហើយយើងអាចដាក់ជាលេខទូរស័ព្ទឧទាហរណ៍ណាយើងអាចដាក់ជា link ឬក៏ជា email ហើយយើងដាក់កន្លែងនេះមកតង់ទៀតដាក់ជា address មកហើយចំពោះកន្លែងនេះយើងដាក់ logo ចឹងយើងដាក់ជា logo ហើយមាន QR code ជាដើមចឹងសម្រាប់ logo ខ្ញុំអត់គូសទេខ្ញុំទាញដាក់ចេះយូរមកហើយខ្ញុំសូម change color បែបនេះខ្ញុំឧបមាថានេះជា logo ចឹងណាតែបើអ្នកនរគ្នាមាន logo ដាក់អ្នកនរគ្នាដាក់ឡើងនេះមកវាដាក់ logo
ចឹងទាញមកបែបនេះទៀតហើយខ្ញុំចេញពណ៌ខ្មៅទីហៅថា logo ដាក់ win company ចេញដាក់ប៉ុណ្ណេះមកអូខេចឹងកន្លែងនេះយើងអាចដាក់ QR code នេះខ្ញុំគូសដាក់មួយមកអូខេអ្នកនរគ្នាអាចដាក់ QR code ឡើងនឹងបានចឹងហើយខ្ញុំសូម copy មួយហើយខ្ញុំផាសចូលដាក់ QRបើអ្នកនរគ្នាមាន QR យើងអាចដាក់ហ្នឹងណាចឹងចាប់ផ្ដើមធ្វើកន្លែងនេះមកថងទៀតចំពោះកន្លែងនេះខ្ញុំអាច copy ខ្ញុំ copy ខ្ញុំបើកនេះមកselect vision មកខ្ញុំចាប់ Alt ទាញមកហើយកន្លែងហ្នឹងដាក់ empty ចេះបែបនេះចឹងចំពោះកន្លែងនេះខ្ញុំសូមទាញវាឲ្យទាញវាទូតិចមកទាញវាភ្ជាប់ទាញចេះ sorry វាដោយ QR ចេញទាញមកទៀតហើយខ្ញុំដោះ select នេះអូខេចឹងទាញដល់ QR ហើយតោះដោះខ្ញុំទាញ QR មកវិញមកចឹងអ្វីដែលខ្ញុំចង់បានតែប៉ុណ្ណេះទេចឹងតមកទៀតខ្ញុំ select វាម្ដងទៀតខ្ញុំ click ម៉ៅខាងស្ដាំមួយហើយខ្ញុំយក transform ខ្ញុំយក reflect ហើយខ្ញុំ copy តមកខ្ញុំទាញវាដាក់មកចេះចឹងស្អាតខ្ញុំចង់បានបែបនេះហើយតមកខ្ញុំ copy ចាប់ទាញដាក់ចេះមួយទៀតមកដើម្បីដាក់ logo យើងចង់ក្តៅអញ្ចឹងកន្លែងនេះយើងអាចដាក់ position យើងមក copy ឡើងមួយទៀតខ្ញុំដាក់នេះតែអ្នកនរគ្នាអាចchange color វាអូខេអញ្ចឹងសម្រាប់ការកើត name card យើងមានតែប៉ុណ្្នឹងទេអ្នកនរគ្នាអាចព្យាយាមអនុវត្តមកហើយចំពោះកន្លែងខ្លះដូចកន្លែងលេខទូរស័ព្ទ email ក៏ដូចជាlocation អ្នកនរគ្នាអាចគូស icon បន្ថែមទៀតមកហើយយើងអាចដាក់លេខទូរស័ព្ទដាក់email ក៏ដូចជា location កន្លែងនេះបានអានេះគាត់ជា tip ខ្លះអ្នកនរគ្នាអាចអនុវត្តតាមអញ្ចឹងវីដេអូយើងមានតែប៉ុណ្ណឹងទេសូមអរគុណ